បងប្រុសចាំតោក៏ចេះឆ្ងល់មិនក៏តោគាត់ចេះបាត់ប្រេងចឹងគាត់ថាម៉ូតូគាត់គឺអត់មានហុយមានអីទេហើយអ្វីក៏បាត់ប្រេងរហូតចឹងហើយខ្ញុំក៏ឲ្យគាត់វាយទៅកដាលឲ្យសាក់រោខ្លាំងមើលទៅមានណាបងប្អូនម៉ូតូគាត់រៀងផ្សែងតិចហើយពួកអូតូបងប្អូនអារឿងស៊ីប្រេងម៉ាស៊ីនហ្នឹងវាហុយឲ្យសូវដឹងទេចឹងចេះបងប្អូនយើងចេះឆ្ងល់តែហេតុអីវាម៉ូតូចេះបាត់ប្រេងអត់ហុយចឹងនិយាយទៅពួកអូតូវាខុសជាមួយចង្កឹះលេខបើពួកចង្កឹះលេខអារៀងអស់ប្រេងហ៊ីស៊ីប្រេងចេះហុយមកចំពោះមកឥឡូវហ្នឹងហើយមើលប្រេងម៉ាស៊ីនម៉ូតូគាត់ចិត្តអស់ហើយហ្នឹងនៅសល់ប្រហែលតិចគត់ហើយម៉ូតូគាត់ហ្នឹងគម្រោងទៅផ្លូវឆ្ងាយទៀតតែខ្ញុំថាបើហ៊ានទៅឆ្ងាយប្រហែលជាមិនដល់គោលដៅម៉ូតូគាត់នេះហ៎ព្រោះថាប្រេងម៉ាស៊ីនវាចិត្តអស់ហើយដល់អញ្ចឹងគាត់ក៏សួរខ្ញុំគាត់តើធ្វើម៉េចឲ្យម៉ូតូហ្នឹងកុំឲ្យស៊ីប្រេងឡើងវិញដល់ខ្ញុំក៏ឆ្លើយប្រាប់គាត់ថាបើឯងត្រៀមមកលុយឲ្យទៅព្រោះម៉ូតូបើឯងចិត្តអស់លុយហើយជាងដំហ្នឹងចិត្តបានលុយហើយខ្ញុំក៏បានប្រាប់គាត់ថាម៉ូតូបងបើធ្វើមួយសាតអស់100ជាងតែបើធ្វើមកយកសមីសីទេអស់ដល់100ទេហើយខ្ញុំក៏សួរគាត់បន្តទៀតឥឡូវបងជ្រើសរើសយកមួយណាឥឡូវហ្នឹងហើយគាត់ក៏បានប្រាប់ខ្ញុំថាជំរឿសទាំងពីរមួយណាគាត់អត់យកដែរមានន័យថាគាត់ឲ្យខ្ញុំដូរប្រេងម៉ាស៊ីនមកកំប៉ុងសិនទៅចំណែកអាចជំរឿសទី1ជំរឿសទី2ហ្នឹងចាំថ្ងៃណាគាត់មានលុយចាំគាត់ធ្វើជាងដំឯងខ្ញុំសូវអូសកន្លះគេធ្វើពេកជាងដំឯងបនអស់គេរើម៉ាស៊ីនមែនដល់ខ្ញុំលឺគាត់និយាយអញ្ចឹងខ្ញុំក៏គិតនឹងចិត្តថាថ្ងៃហ្នឹងប្រកាសជាអត់លុយដែរជាឲ្យមើលទៅព្រោះតែពេលព្រឹកនេះតែបានប្រេងមកកំប៉ុងហ្នឹងទេអត់មានទាន់បានធ្វើអីទេប៉ះកង់ក៏អត់ដូរវាក៏អត់ដូរខ្ញុំក៏អត់ស្បែកប្រាំងក៏អត់និយាយទៅតែបានប្រេងម៉ាស៊ីនមកកំប៉ុងហ្នឹងគត់អញ្ចឹងអាហ្នឹងប្រហែលជាអត់មានលុយដាក់ជាឲ្យមើលទៅតែខំអីទេព្រោះអីនៅពេលល្ងាចទៀតឯងលោកមានបងប្អូនយើងណាយកម៉ូតូមកធ្វើជាងដំប្រកាសជាបានលុយទៀតហើយអញ្ចឹងបងប្រុសគាត់បានសួរខ្ញុំបន្តទៀតគាត់ថាម៉ូតូគាត់រៀងស៊ីប្រេងតិចរៀងhơiតិចចេះធ្វើមិនចាក់ប្រេងមិនឲ្យបានល្អគាត់បានជាងហ្នឹងហើយខ្ញុំបានប្រាប់គាត់ឲ្យគាត់ចាក់ប្រេងម៉ាក់ហ៊ីណៃអេក្ស្ត្រាទៅព្រោះអីប្រេងនេះវាជួយកាត់បន្ថយការសឹកឌីរិលធ្វើឲ្យម៉ូតូរត់ស្មូតជាងមុននិងស៊ីប្រេងតិចជាងមុនសំខាន់នោះគឺរត់បាន2000គីឡូទៅ2500គីឡូឯណោះតែខ្ញុំថាម៉ូតូគាត់មិនបាច់ដល់2000គីឡូអីទេថា1000គីឡូឯដូរទៅបានហើយព្រោះថាម៉ូតូគាត់រៀងស៊ីប្រេងអញ្ចឹងទេដូរមុនការកំណត់ទៅកុំអាឡែចាំមកមើលគីឡូជាលុតឈឹបកៀងម៉ាស៊ីនបាត់មកបន្ទោះជាងដំអត់មានមេធានាខុសត្រូវឲ្យទេតែបើថាលុតណាលុតទៅកៀងណាកៀងទៅកុំភ្លេចផ្ទះជាងដំកុំភ្លេចយកមកធ្វើផ្ទះជាងដំព្រោះខ្ញុំបានកក់ម៉ូតូនេះទុកហើយយូរមិនឆាប់ទេខ្ញុំនឹងរើម៉ូតូនឹងមួយមកស្អាតឲ្យគាត់តែម្ដងតែខងអានេះបងប្អូនជាងដំមិនមានលុយដាក់ជាក់ទេព្រោះតែអានេះអត់សូវមានអីធ្វើទេបងប្អូន